Bà sự đấyនៅក្នុងវីដេអូនេះគឺខ្ញុំមកនិយាយអំពីវិធីធ្វើរូប4x6នៅក្នុង Adobe Photoshop និងការដាក់អាវធំនៅក្នុងនេះដូចគ្នាអញ្ចឹងខ្ញុំមានរូប4x6នេះនិយាយកំណត់ຂະຫນាតមកអញ្ចឹងយើងត្រូវដឹងថាຂະຫນាត4x6 គឺ 3.5 និង 4.5 សង់ទីម៉ែត្រដើម្បីបានរូប4x6បាទអញ្ចឹងយើងវាយមក 3.5 4.5 យើងត្រូវយល់កន្លែងហ្នឹងដើម្បីបានរូប4x6បានបាទបន្ទាប់ពីយើងវាយហើយយើង enter វាមកហើយយើងចង់ដាក់អាវធំដូច្នេះចង់ដាក់អាវធំគឺយើងត្រូវមានអាវធំបើអត់មានគឺដាក់អត់កើតទេដូច្នេះយើងមករើអាវរបស់យើងមកសម្រាប់អាវនេះបើសិនជាបងប្អូនត្រូវការអាចទាក់ទងមកខ្ញុំបាន comment មកខ្ញុំនឹងផ្ដល់ជាលេខ Telegram ដើម្បីជូនអាវនេះជូនបងប្អូនណាបាទអូខេអញ្ចឹងយើងទាញវាមកហើយយើងបលែងយើងបលែងនៅលើនេះមកបាទបលែងដល់នឹងមកដើម្បីឲ្យវាលោតចូលអូខេអញ្ចឹងអូខេបន្ទាប់ពីបានហើយបងប្អូនឆ្លាញ់អាវមួយណាគឺយកអាវមួយហ្នឹងទៅបើសម្រាប់ខ្ញុំគឺឆ្លាញ់អាវនេះដោយសារក្បាត់កគឺពណ៌ខៀវជាទូទៅភាគច្រើនគឺប្រើក្បាត់កពណ៌ខៀវហ្នឹងឯងហើយកអាវគឺសអូខេអញ្ចឹងបងប្អូនកន្លែងនេះគឺយើងចុច Control T អូខេចុច Control T ដើម្បីពង្រួមពង្រីកហើយកន្លែងនេះគឺយើងសូវាបើយើងបង្ហាញឲ្យឃើញដើម្បីស្រួលងាយស្រួលទាញបាទយើងទាញវាមកពេលទាញបងប្អូនចុច Shift ផងដើម្បីឲ្យអាវគឺរីកតាមនេះរបស់វាហ្នឹងឲ្យវាស្អាតណាកុំឲ្យវាបែកត្រង់ទ្រាយអូខេហើយកន្លែងនេះយើងចុច mouse ស្ដាំ word អាកន្លែង word ហ្នឹងបានន័យថាយើងសេរីវាកអាវសេរីឲ្យវាចូលក្នុងបើយើងកាលណាយើងបរូមទៀតវាអាចអាយនឹងបន្ទូចវាអត់សូវសមអញ្ចឹងយើងទាញមួយមកបាទចុចចំចំណុចរបស់គេដៅហ្នឹងរៀងមូលហ្នឹងបាទទាញវាមកគឺថាសមហើយយើងក៏អូខេទៅបាទងាយទេយើងចេះធ្វើរូប4x6គឺល្អសម្រាប់ការប្រើប្រាស់ពីពេលនេះទៅរហូតតែម្ដងបាទអូខេយើងមាន layer 2បែបនេះអញ្ចឹងយើងក្របវាមកវាគិតថាសមហើយស្អាតហើយក្របវាមកបាទហើយដើម្បីមើល layer នេះបងប្អូនចុច select វាចាំតិចអូខេនេះយើងបានស្អាតហើយអូខេយើងឧទាហរណ៍យើងចង់ដូរផ្ទៃអញ្ចឹងយើងចុច subject ហើយយើងពាក្យថា select អត់ពាក្យ select ហើយចុច subject ដើម្បីបដូរ background អូខេវាលោតបែបនេះអញ្ចឹងបើលោតបែបនេះបងប្អូនចុច control shift i មកហើយយើងចង់ដូរផ្ទៃយល់ថាយើងចង់បានពណ៌ខៀវជាងហ្នឹងដើម្បីវាស្អាតជាងហ្នឹងអីចឹងភ័យវាស្តង់ណាអញ្ចឹងអូខេយើងចុចដាក់ផ្ទៃពណ៌ខៀវមកអូខេអញ្ចឹងយើងចុច control delete ដើម្បីបានផ្ទៃខាងក្រោយបដូរពណ៌បានអូខេហើយបងប្អូនចង់បានផ្ទៃសធ្វើដូចគ្នាដែរចង់បានផ្ទៃសដូចគ្នាគាត់យើងដូរកន្លែងពណ៌ហ្នឹងមកហើយដាក់ពណ៌សវិញមកអូខេហើយយើងចុច control delete ទៅដែរមកអូខេយើងបានផ្ទៃពណ៌សអញ្ចឹងរូប4x6យើងគឺមានតែប៉ុណ្្នឹងទេដូច្នេះបងប្អូនកុំភ្លេចជួយ like share វីដេអូនេះមួយផងហើយក៏ដូចជាមានចម្ងល់អីអាច comment នៅក្នុង comment នេះបានសូមអរគុណបងប្អូន